បន្តទៀតសំឡេងគោះតោសួស្តីប្អូនសម្រាប់ឈ្មោះនេះថាវិការដែលនៅសល់ក្នុងបន្ទប់ពិសោធន៍របស់យើងបន្ទាប់ពីបានការពិភាក្សានៅការិយាល័យកិច្ចការសិក្សាសប្តាហ៍ក្រោយយើងនឹងទៅកាន់ព្រៃភ្នំនៃដើម្បីធ្វើការចុះកម្មសិក្សានិងសិក្សាត្រៀមទុកជាមុននៅមុខវិជ្ជាសំខាន់សម្រាប់ឈ្មោះក្រោយគឺទ្រឹស្ដីអស់បុរាណភ្នំភ្លុះគឺជាព្រៃបុរាណដែលនៅសេសសល់ពេញលេញបំផុតនៅពេលបច្ចុប្បន្នសូម្បីតែផ្លូវមនុស្សដើរក៏កម្រប៉ុន្តែប៉ុន្មានថ្ងៃនេះតាមការព្យាករណ៍អាកាសធាតុនឹងមានភ្លៀងធ្លាក់កាត់មែនហើយប៉ុន្តែកន្លែងនោះស្អាតណាស់ភ្នំភ្លុះឈ្មោះកន្លែងនេះហេតុអ្វីក៏សាម្លេះឯងធ្លាប់ទៅមែនទេអាឈឺអាយូម៉ាក់បានព្យាយាមបញ្ចុះបញ្ចូលគេគ្រប់បែបយ៉ាងហើយប៉ុន្តែនៅតែមិនអាចធ្វើឲ្យចាំកូននិយាយជាមួយនាងដោយខ្លួនឯងសំឡេងតន្ត្រីម៉ាក់នាងទេមកហើយសំឡេងតន្ត្រីយ៉ាងម៉េចហើយឈឺយាយឆៃយូតើលោកនៅចាំរឿងដែលបានកើតឡើងនៅភ្នំភ្លុះកាលពីជាតិមុនទេចាំបានខ្លះប៉ុន្តែមិនសូវច្បាស់ទេមានរឿងអីមែនទេសំឡេងទូរស័ព្ទដាច់អាឈឺតើកូននឹងទៅណាទៅរកកូនប្រសារអនាគតរបស់ម៉ាក់បន្តទៀតជំរាបសួរលោកអគ្គនាយកឈឺឆែបញ្ជូនយន្តហោះដ្រូនទៅពិនិត្យមើលទីតាំងរបស់ស៊ូជាទីបាទលោកអគ្គនាយកលោកអគ្គនាយកតំបន់ទេសចរភ្នំភ្លុះដែលកញ្ញាស៊ូនៅទីនោះបានកើតមានគ្រោះមហន្តរាយបាក់ដីដោយសារតែមានព្យុះកូរន្ទះក្រុមសង្គ្រោះបានបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរសំឡេងឡាននិងភ្លៀងឮថាជាក្មេងស្រីដ៏ស្រស់ស្អាតម្នាក់ឆ្នាំនេះទើបតែប្រឡងជាប់ចូលរៀនមហាវិទ្យាល័យមែនហើយដូចជានិស្សិតពេទ្យផងគ្រូពេទ្យមិនអាចព្យាបាលខ្លួនឯងបានគួរឲ្យស្ដាយណាស់គួរឲ្យស្ដាយមែនសំឡេងរុញក្រែអ្នកជំងឺជាទីនេះជានេះស៊ូជាទីនេះស៊ឺជានេះនួនមកជួយបន្ចាស់សំឡេងតន្ត្រីរំភើបសុំទោសណាសំឡេងតន្ត្រីស៊ូជាទីនេះស៊ឺជានេះតាមពិតនេះគឺជាសម្រស់នៃក្តីស្រមៃដែលបានក្លាយជាការពិតរបស់អូននៅពេលនេះស្អាតជាងកាលពីជាតិមុនដែលនៅក្បែរត្រឹមតែបងទៅទៀតបន្តទៀតស៊ូជាទីនេះហត់នឿយហើយនេះជាអ្វីដែលខ្ញុំគួរសំឡេងតន្ត្រីមិនអីទេមែនទេមិនអីទេអូនមានរឿងហើយអង្គុយចុះទៅបវរពើនេះជារបស់អូនទាំងអស់កាលពីមុនអូនធ្វើឲ្យបងជាតិនេះឲ្យបងធ្វើឲ្យអូនម្ដងហេតុអ្វីបានជាលោកមកទីនេះប្រសិនបើបងមិនមកតើបងអាចឃើញអូនដែលនៅរស់រានមានជីវិតយ៉ាងដូចម្ដេចតើបងអាចឃើញអូនដែលកំពុងជួយសង្គ្រោះអ្នកជំងឺយ៉ាងដូចម្ដេចហើយតើបងស៊ូជាទីនេះអូនមិនដឹងទេថាពេលដែលបងមកដល់ទីនេះបងមានការភ័យខ្លាចកម្រិតណាបងខ្លាចបាត់បង់អូនម្ដងទៀតបងខ្លាចមិនបានឃើញអូនទៅទៀតឥឡូវនេះមិនមែនបានឃើញហើយទេមែនទេមែនហើយកាលពីជាតិមុនបងបានធ្វើឲ្យអូនបាត់បង់បែបនេះឯងតតែបាត់បង់អូនទើបបងដឹងថាខ្លួនឯងមានការឈឺចាប់បណ្ណាភាពឯកោដែលមិនចង់រស់នៅម្នាក់ឯងនោះបងមិនចង់ឆ្លងកាត់វាជាលើកទី2មិននឹកស្មានថាលោកអគ្គនាយកឈឺក៏ចេះមានការព្រួយបារម្ភនិងសោកសៅចំពោះមិត្តរួមបន្ទប់ដែលគ្មានមនោសញ្ចេតនាអីម្នាក់ដែរអូនមិនមែនជាមិត្តរួមបន្ទប់របស់បងទេអូនគឺជាពិភពលោកទាំងមូលរបស់បងបន្តទៀត